ខ្ញុំចាយពេល2ថ្ងៃដើម្បីធ្វើតេស្ត Isuzu New X ឆ្នាំ2025នេះស្វាគមន៍មកកាន់វីដេអូចែកម្លែកបទពិសោធន៍ពិតសម្រាប់ Isuzu New X ឆ្នាំ2025 Isuzu New X 2025 ទៅតែបានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃចាប់ពី $59,900 ដោយទទួលបានការអាប់ដេតមួយចំនួនហើយវានៅតែមានសមត្ថភាពខ្លាំងខាងក្រោមនេះគឺជា5ចំណុចដែលខ្ញុំពេញចិត្តខ្លាំងទៅលើ Isuzu New X ឆ្នាំ2025ទី1ទំហំធំទូលាយចំពោះចំណុចទី1នេះខ្ញុំសូមសរសើរទៅលើ Isuzu New X មែនទែនព្រោះកាប៊ីនខាងក្នុងរបស់វាគឺធំទូលាយល្អដែលវាត្រូវជាមួយនឹង concept ឡានប្រភេទលក្ខណៈគ្រួសារតែម្ដង New X 2025នេះគឺវាមានប្រវែងតួខ្លួន 4.8 ម៉ែត្រទទឹង 1.8 ម៉ែត្រកម្ពស់ 1.8 ម៉ែត្រនិងកម្រិតពីកង់មកទៅកង់ក្រោយ 2.8 ម៉ែត្រហើយមានកម្ពស់ពីបាតឡានទៅដីគឺ 235 មីលីម៉ែត្រទោះបីជាមានប្រវែងតួខ្លួនវែងមែនប៉ុន្តែខ្ញុំសូមសរសើរទៅលើ New X រឿងបត់ត្រឡប់ក្រោយឬក៏យើងហៅថា U-turn ហ្នឹងហ្មងព្រោះវាប្រើចម្ងាយបត់ត្រឹមតែ 5.6 ម៉ែត្រប៉ុណ្ណោះងាយស្រួលមែនទែននៅពេលដែលយើងប្រើវានៅក្នុងក្រុងជាមួយគ្នានេះដែរយើងអាចដាក់អីវ៉ាន់នៅក្លុបក្រោយហ្នឹងបានចំណូលរហូតដល់ទៅ 311 លីត្រនៅពេលដែលយើងប្រើកៅអីទាំង3ជួរឬ 1119 លីត្របើបត់កៅអីជួរទី3ចុះនិង 2158 លីត្របើយើងបត់កៅអីជួរទី2ចុះទៀតទី2ម៉ាស៊ីនខ្លាំងតែស៊ីតិចបងប្អូនប្រហែលជាដឹងហើយថា Isuzu គឺខ្លាំងខាងម៉ាស៊ីនម៉ាស៊ូតហើយម៉ាស៊ីនរបស់ Isuzu ក៏ល្បីរឿងធន់និងស៊ីប្រេងតិចដែរជាស្ដែងទៅ Isuzu New X 2025នេះប្រើម៉ាស៊ីនម៉ាស៊ូតចំណូល 3.0 លីត្រដែលជាប្រភេទ DDI Blue Power ជាមួយនឹង EVGS Turbo ទំហំ4ស៊ីឡាំងមានកម្លាំង190សេសនិងកម្លាំងរមុល450 Nm ដំណើរការដោយប្រអប់លេខអូតូ6វគ្គនិងប៉ុង2សម្រាប់ការប្រើប្រាស់ជាក់ស្ដែងរបស់ខ្ញុំវាស្ទុះជាន់ធូរជាពិសេសនៅពេលដែលរត់ទៅតាមផ្លូវខេត្តផ្លូវលាតអីហ្នឹងហើយអ្វីដែលសំខាន់នោះគឺវាអន្សំចៃអញ្ចឹងនៅលើផ្លូវលាតធម្មតាជាមធ្យមវាស៊ីត្រឹមតែចន្លោះ5ទៅ6លីត្រជាងប៉ុណ្ណោះប៉ុន្តែផ្លូវដែលខ្ញុំមកនេះគឺភ្នំ1005នៅស្រុកវាវែងដែលជាផ្លូវឡើងចំណោតរហូតឡើងភ្នំរហូតអញ្ចឹងណាអញ្ចឹងជាមធ្យមគឺវាស៊ីខ្ទង់8លីត្រដែរប៉ុន្តែយ៉ាងណាក៏ដោយបើយើងងាកទៅមើលម៉ាស៊ីនវាគឺធំចំណោតដល់ទៅ 3.0 លីត្រហើយតួខ្លួនវាក៏ធំដែរជា SUV 7កៅអីដូច្នេះកម្រិតស៊ីប្រេងប៉ុណ្ណេះខ្ញុំគិតថាស៊ីតិចហើយទី3ប្រព័ន្ធជើងខមចំពោះ Isuzu New X 2025នេះគឺវាប្រើប្រព័ន្ធជើងខមខាងមុខដែលជាប្រភេទស្លាបបញ្ជាភ្លោះហើយប្រព័ន្ធជើងខមខាងក្រោយនឹងជាប្រភេទ Firing Suspension ដែលផ្ដល់ឲ្យនូវការបើកបរកាន់តែរលូនទប់លំនឹងយកបានល្អមិនសូវជាឃ្លោងកាត់បន្ថយការរលាក់ដែលជាអត្តសញ្ញាណតែមួយគត់របស់ New X តែម្ដង4ប្រព័ន្ធសុវត្ថិភាពពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសុវត្ថិភាពនិង ADAS វិញ Isuzu New X ឆ្នាំ2025ក៏សម្បូរដែរហើយខ្ញុំចាប់អារម្មណ៍ឃើញថាវាដំណើរការបានល្អខ្លាំងជាពិសេសនោះគឺប្រព័ន្ធប្រាំងអូតូប្រព័ន្ធ Adaptive Cruise Control និងមុខងារចាប់កន្លងផ្លូវក្រៅពីនោះវាក៏នៅមានបន្លាញ Sport មាន Rear Cross Traffic Alert និងប្រាំងអូតូខាងក្រោយក៏ដូចជា Sensor មុខក្រោយនឹងគឺ8គ្រាប់បូករួមជាមួយនឹងកាមេរ៉ា360 degree ដែលយើងអាចមើលឃើញបានទាំងបាតឡានផងដែរបន្ថែមពីនឹងវាក៏មានជាមួយនឹងប្រព័ន្ធ ABS EBD BA រួមជាមួយនឹងមុខងារទូលំនឹងមុខងារការពាររអិលមុខងារជំនួយពេលចុះនិងឡើងចំណោតអញ្ចឹងគឺមានមកស្តង់ដារទាំងអស់ហើយបូករួមជាមួយនឹងពងសុវត្ថិភាព7គ្រាប់ទៀតផងទី5សមត្ថភាពជិះគ្រប់ស្ថានភាពផ្លូវ Isuzu New X 2025នេះគឺវាមានប្រព័ន្ធ Terrain Command ដែលជាប្រព័ន្ធវិជាពីពង1ទៅពង2ដោយមានជម្រើស 2H 4H និង 4L ដែលយើងអាចជ្រើសរើសបានទៅតាមស្ថានភាពផ្លូវជាក់ស្ដែងបូករួមជាមួយនឹងប្រព័ន្ធចាក់សោពងក្រោយនិងប្រព័ន្ធថ្មីមួយទៀតនោះគឺហៅថា Rough Terrain Mode ដែលប្រើបានទាំងពង1និងពង2ហើយវាអាចបែងចែកកម្លាំងម៉ាស៊ីននិងប្រាំងទៅតាមកង់នីមួយៗទៅតាមស្ថានភាពផ្លូវជាក់ស្ដែងដើម្បីអាចឲ្យឡានយើងនឹងឆ្លងផុតពីឧបសគ្គបានចំពោះការប្រើប្រាស់ជាក់ស្ដែងហ្មងខ្ញុំមានអារម្មណ៍ថាប្រើ New X នេះគឺស្រួលបើកទៅគ្រប់ទីកន្លែងយើងអត់សូវជាខ្វល់រឿងផ្លូវទោះផ្លូវនោះស្រួលផ្លូវនោះពិបាកផ្លូវដីផ្លូវឡើងភ្នំក៏អត់សូវខ្វល់ដែរដោយសារតែសមត្ថភាពវាខ្លាំងហើយដូចខ្ញុំបានបញ្ជាក់មកពីខាងលើអញ្ចឹងកម្ពស់បាតឡានវាខ្ពស់ដល់ទៅ235មីលីម៉ែត្រហើយវាថែមទាំងមានសមត្ថភាពអាចចុះទឹកបានជម្រៅរហូតដល់ទៅ800មីលីម៉ែត្រទៀតអញ្ចឹងហើយការប្រើប្រាស់ជាក់ស្ដែងហ្មងគឺខ្ញុំអត់សូវខ្វល់រឿងផ្លូវពិបាកហ្មងទេអូខេអញ្ចឹងនេះគឺជាបទពិសោធន៍2ថ្ងៃពេញរបស់ខ្ញុំជាមួយនឹង Isuzu New X ឆ្នាំ2025ហើយចុះចំពោះបងប្អូនវិញយកយ៉ាងណាដែរពី SUV មួយនេះជួយ comment នៅខាងក្រោមផងពីខ្ញុំបាទសេឡុងអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត